ការឡរបស់ហើយម៉ាស៊ីនច្រូតនេះហើយក្នុងករណីមួយវារត់លឿនហើយស៊ីពេញមុខល្អវាអត់ចេះវាអត់អួរទេអាហ្នឹងគឺល្អមែនទែនហើយមួយទៀតគឺការបោកសម្អាតវាគឺស្រូវស្អាតជាងប្រដាប់ផ្សេងដែរអញ្ចឹងណាការសេរីរបស់វាក៏ល្អដែរហើយតាក់ទងនឹងមុខកន្ត្រៃវាហ្នឹងប៉ែវានេះវិញគឺកន្លែងថ្មិញវាយើងអាចស៊ីពេញមុខបានល្អដោយអត់អួរទេដោយសារនៅពេលមុខកាត់ទៅហើយមានកន្លែងទប់ស្រូវជះចេញមកវិញទៀតហើយវាកាវវាចូលបានល្អហើយតាក់ទងនឹងការកាវចូលបានល្អហ្នឹងកំពង់កវាគឺវាមានទំហំធំល្អការជ្រុះវាអត់សូវមានជ្រុះប៉ុន្មានទេដោយសារតែនៅតំបន់នេះស្រូវណាស្អាតយើងសេរីយកស្អាតគឺជ្រុះតិចមែនទែនប្រេងវិញវាស៊ីនឹងមហត្តាម៉ាស៊ីននេះវាស៊ីប្រហែលជា10លីត្រជាង15អីហ្នឹងបើថាទំហំប៉ុណ្្នេះគឺចាញ់របស់យើងវាលឿនជាងខុសគ្នាប្រហែលជាអាចនឹងកន្លះហាត់អីដែរហើយតាក់ទងជើងក្រោមវាគឺអេមតែម្ដងមាំល្អហើយវាអត់មានបញ្ហាទេហើយការដែលប្រើរឡូហើយនឹងកម្មកាយអីវាគឺពិសេសមែនតើគឺវាធន់ជាប្រដាប់ផ្សេងឆ្ងាយផ្សេងវាពេលខាត់ទៅវាប្រភេទបាញ់ខាញ់គោអញ្ចឹងវាឆាប់នឹងប្រើដីស្ងួតយូរវាអាចនឹងឆាប់នឹងបែកបដាងបែកអីចឹងណាហើយដល់ពេលយើងធ្វើការដោះដូរក៏យើងយូរដែរម៉ាស៊ីនច្រូតយើងវិញគឺបើស្អីយើងវាបញ្ហាយើងដោះដូរក៏ស្រួលដែរងាយស្រួលលឿនរហ័សទៀតប្រហូរលឿនជាងប្រដាប់ផ្សេងឆ្ងាយមួយផ្លែតអស់តែម្ដងព្រោះអានេះវាលឿនមែនតើយើងនៅពេលយើងបូមចេញវាលឿនដោយសារតែវាមានប្រវែងវែងហើយធំហើយក្នុងការដែលវាវាយហ្នឹងគឺធ្វើឲ្យស្រូវវាមកគ្រាប់ទៅដោយគ្រាប់ទៅល្អមែនតើហើយការសេរីក៏ងាយស្រួលដែរវាមាន2 3តង់ក្នុងការសេរីកញ្ឆែងចំណែកការនេះវាសេរីបាន2តង់ដើម្បីឲ្យស្រូវស្អាតជាងមុនឬក៏ល្អប្រសើរជាងមុនដែរអញ្ចឹង